មួយឆ្នាំបដូរថៅកែអស់24នាក់សុភាសិតនេះសម្រាប់ចំអកលក់លើយពួកកូនឈ្នួលទាំងឡាយដែលចូលចិត្តបដូរការងារឃើញទីណាដែលល្អជាងនឹងប្រញាប់បដូរភ្លាមបដូរទៅបដូរមកនៅទីបំផុតប្រៀបដូចជាដុំថ្មដែលរមៀលគ្រប់ពេលមិនមានស្លាយកាន់ឡើយការបដូរកន្លែងធ្វើការជាញឹកញាប់និងការដណ្ដើមមនុស្សគ្នារាប់ថាគឺជាចំណុចខ្សោយរឿងមាយាទក្នុងការធ្វើធុរកិច្ចរបស់យើងបាទធ្ងន់ធ្ងរអាចនឹងដល់ថ្នាក់កាប់សម្លាប់គ្នាបានហើយលទ្ធផលដែលទទួលបានគឺកូនឈ្នួលដែលមិនស្មោះត្រង់នឹងក្រុមហ៊ុនហើយមិនគិតថាខ្លួនជាផ្នែកមួយរបស់ក្រុមហ៊ុននោះទេចំណែកថៅកែវិញក៏មិនព្រមចុះទុនដើម្បីបង្ហាត់កូនចៅរហូតដល់ពូកែដែរហើយត្រូវអ្នកដទៃដណ្ដើមយកទៅធ្វើការជាមួយឬចេញទៅបង្កើតក្រុមហ៊ុនមកប្រជែងជាមួយនឹងខ្លួនវិញដូច្នេះពេលដែលត្រូវការមនុស្សគឺមិនចាំបាច់ត្រូវចុះទុនដើម្បីបង្ហាត់ដោយខ្លួនឯងឡើយដើម្បីកុំឲ្យខ្លាចជាកន្លែងបង្ហាត់មនុស្សឲ្យអ្នកដទៃយកទៅប្រើដូច្នេះបើចង់បានមនុស្សដែលមានសមត្ថភាពប្រភេទណានោះចូលឲ្យប្រាក់ខែខ្ពស់ហើយទាញគេយកមកធ្វើការជាមួយព្រោះគ្រប់ក្រុមហ៊ុនទាំងអស់គឺគេធ្វើដូច្នេះឯងគ្មានការស្រាវជ្រាវអភិវឌ្ឍពលករពិតប្រាកដទេបើដូច្នេះថាតើគុណភាពរបស់ពលកររបស់យើងនឹងល្អបានដោយរបៀបណាទៅបើចង់ឲ្យការផលិតមានប្រសិទ្ធភាពខ្ពស់ត្រូវធ្វើយុទ្ធនាការពង្រឹងទស្សនៈរបស់កូនចៅឲ្យបានខ្លាំងធ្វើឲ្យកូនចៅពេញចិត្តនឹងការងាររបស់ខ្លួនមិនមែនងាកបដូរការងារនោះទេដូច្នេះហើយទើបអ្នកធុរកិច្ចដែលឆ្លាតហ៊ានចុះទុនបង្ហាត់ពលករស្រាវជ្រាវអភិវឌ្ឍពលករនិងអប់រំបណ្ដុះបណ្ដាលពលកររបស់ខ្លួនមិនទៅទាញយកមនុស្សរបស់ក្រុមហ៊ុនដទៃឡើយនៅទីបំផុតនឹងកើតនៅវដ្តនៃធុរកិច្ចដ៏ល្អដែលនឹងនាំឲ្យសេដ្ឋកិច្ចប្រទេសឆ្ពោះទៅរកអនាគតដ៏រុងរឿងបាន